លេចចាំអារ៉ាមថ្មីមួយទៀតហើយថាម្ដាយរបស់តារាប្រុសយូម៉េងឡុងទទួលមរណភាពដោយបញ្ចប់បុណ្យខ្លួនឯងគិតមកទល់ពេលនេះរយៈពេល1 ខែហើយដោយតារាសម្ដែងប្រុសចិនយូម៉េងឡុងបានបាត់បង់ជីវិតទៅដែលខាងអាជ្ញាធរកំណត់ថាជាគ្រោះថ្នាក់ធ្លាក់ពីលើអគារដោយខ្លួនឯងយ៉ាងណាមិញភាពមិនអស់ចិត្តនឹងការសង្ស័យជុំវិញករណីស្លាប់របស់តារាប្រុសរូបនេះគឺនៅតែបន្តក្តៅគគុកពាសពេញបណ្ដាញសង្គមក្នុងប្រទេសចិននៅឡើយជាក់ស្ដែងថ្មីនេះទៀតមានព័ត៌មានចាមអារ៉ាមផ្ទុះផ្អើលបណ្ដាញសង្គមចិនដោយមានអ្នកចេញមកអះអាងថាម្ដាយបង្កើតរបស់តារាសម្ដែងប្រុសយូម៉េងឡុងឥឡូវនេះក៏បានទទួលមរណភាពដូចគ្នាបើតាម YouTuber ចិនម្នាក់ឈ្មោះឡាវដេងបានបញ្ជាក់ថាម្ដាយរបស់ម៉េងឡុងបានបញ្ចប់ជីវិតខ្លួនឯង YouTuber ខាងលើបានអះអាងថាម្ដាយរបស់ម៉េងឡុងត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យភ្លាមក្រោយប៉ុនប៉ងធ្វើអត្តឃាតហើយជាអកុសលគ្រូពេទ្យមិនអាចសង្គ្រោះជីវិតគាត់បានលោកឡាវដេងបានបន្ថែមទៀតថាលោកទទួលបានព័ត៌មានមួយនេះពីប្រភពជាច្រើនតំណែងចាមអារ៉ាមមិនទាន់មានការបញ្ជាក់ជាផ្លូវការនេះដែរត្រូវបានចែកចាយពាសពេញបណ្ដាញសង្គមក្នុងប្រទេសចិនបង្កជាការភ្ញាក់ផ្អើលបារម្ភនិងផ្ទុះការវែកញែកប្រងព្រាតគួររំលឹកថាម្ដាយរបស់តារាសម្ដែងប្រុសយូម៉េងឡុងគឺបានរក្សាភាពស្ងប់ស្ងាត់ខ្លាំងចាក់ឆ្ងាយពីភ្នែកសាធារណជនដោយរូបគាត់បាននិយាយពាក់ព័ន្ធនឹងការស្លាប់របស់កូនត្រឹមតែបញ្ចេញលិខិតផ្លូវការមួយសម្ដែងអារម្មណ៍រន្ធត់ឈឺចាប់និងបញ្ជាក់មូលហេតុស្លាប់របស់កូនប្រុសប៉ុណ្ណោះយ៉ាងណាមិញមកដល់ចុងខែកញ្ញាឆ្នាំ2025កន្លងទៅក៏មានលេចចេញសម្បត្តិមួយច្បាប់ដែលថាជាសម្បត្តិសរសេរដោយម្ដាយរបស់ម៉េងឡុងថាគាត់ជឿជាក់ថាកូនប្រុសត្រូវគេសម្លាប់ពិតមែនដោយបង្កការភ្ញាក់ផ្អើលខ្លាំងលើបណ្ដាញសង្គមចិនទោះជាយ៉ាងណាមកទល់ពេលនេះគឺមិនមានការបញ្ជាក់ថាសម្បត្តិមួយច្បាប់នោះគឺជារបស់ម្ដាយម៉េងឡុងពិតប្រាកដមែនឬក៏យ៉ាងណានោះទេ